Ok,សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានកំណែអាប់ដេតថ្មីមួយតាក់ទងជាមួយ All-in-one download របស់យើងអញ្ចឹងនៅក្នុងកំណែអាប់ដេតថ្មីនេះគឺ version All-in-one download 1.7.3 អញ្ចឹងបងប្អូនអ្នកគ្នានៅក្នុងក្រុមថ្ងៃនេះគឺប្រើ version 1.7.1 អញ្ចឹងខ្ញុំរំលង 1.7.2 មូលហេតុដោយសារតែ 1.7.2 ដែលខ្ញុំអាប់ដេតហ្នឹងក៏វាមានបញ្ហាដែរអញ្ចឹងហើយបានជាខ្ញុំធ្វើការអាប់ដេតមកកាន់ version 1.7.3 អញ្ចឹងថ្ងៃនេះកុំឲ្យខាតពេលយូរយើងចូលមកកាន់របៀបប្រើប្រាស់នៅក្នុង version All-in-one download 1.7.3 នេះទាំងអស់គ្នាអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាធ្លាប់ប្រើ version មុនមកបងប្អូនទាំងអស់គ្នាអត់ជាមានបញ្ហាអីច្រើនទេប៉ុន្តែសម្រាប់អ្នកដែលថ្មីហ្មងគឺគាត់អត់ load ចេញមកបែបនេះទេគឺគាត់នឹង load ចេញមកទម្រង់មួយទៀតអញ្ចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំនឹងបង្ហាញទម្រង់មួយទៀតតែម្ដងអញ្ចឹងខ្ញុំសូមកាត់វីដេអូបន្តិចតែបើសម្រាប់អ្នកចាស់គាត់ពិតជាធុញកន្លែងក្បាលហ្នឹងបន្តិចអញ្ចឹងអាចខាវីដេអូកន្លែងហ្នឹងបន្តិចបានអូខេអញ្ចឹងតោះសម្រាប់បងប្អូនទាំងអស់គ្នាដែលអត់ទាន់ចេះប្រើប្រាស់ tool ឬក៏ថ្មីសុទ្ធតែម្ដងអញ្ចឹងបងប្អូនទាំងអស់គ្នាបើក tool នឹង download ចេញពីក្រុមមកគឺចេញតែមួយនេះទេអញ្ចឹងបងប្អូនទាំងអស់គ្នាបើកវាមកណាបើកអា version ហ្នឹងមកនៅពេលដែលបើកមកភ្លាមវានឹងចេញផ្ទាំងខ្មៅមកអញ្ចេះហើយមកផ្លែទៀតវានឹងឲ្យយើងវាយ password នេះអញ្ចឹង password ហ្នឹងគឺបងប្អូនទាំងអស់គ្នាត្រូវរក្សាទុកឬក៏ save ទុកនៅក្នុង note មួយទៅឥឡូវខ្ញុំសូមបើក note មួយនេះអូខេអញ្ចឹងខ្ញុំចង់ដាក់ password ខ្ញុំដាក់ថា deal make tool អក្សរធំទាំងអស់អញ្ចឹងតែបងប្អូនអ្នកគ្នាចង់ដាក់អីដាក់ថាឧទាហរណ៍ដូចជា D7 ឬក៏ស្អីក៏បានដែរថែមថយខ្លួនឯងហើយចងចាំខ្លួនឯងហេតុអ្វីបានជាខ្ញុំឲ្យដាក់ password នឹងឲ្យខ្លួនឯងគឺដើម្បីរក្សា license នឹងទុកនៅក្នុង computer បើករណីថា computer បងប្អូនអ្នកគ្នាមួយហ្នឹងណា model មួយហ្នឹងតែស្រាប់តែថ្ងៃណាមួយបងប្អូនអ្នកគ្នាចង់ឈូស Windows ឈូសអីអញ្ចឹងគ្រាន់តែ download all-in-one version ណាមួយនៅក្នុងក្រុមមកវិញបងប្អូនអ្នកគ្នាវាយឲ្យតែត្រូវ password ចាស់នេះបើឧទាហរណ៍ថាអក្សរធំទាំងអស់ហ្នឹងវាយវាត្រូវទៅគឺ tool វានឹង activate server មកវិញដោយខ្លួនឯងអញ្ចឹងបងប្អូនអ្នកគ្នាជាវ lifetime ឬក៏ជាវប្រហែលខែអីគឺវាមកវិញហ្មងអញ្ចឹងណាហ្នឹងហើយឧទាហរណ៍ថាបងប្អូនអ្នកគ្នាដាក់ថា G Y M N A K អញ្ចឹងGmnak អីចឹងឧទាហរណ៍បងប្អូនអ្នកគ្នាវាយតែប៉ុណ្្នឹងគឺវាត្រូវរបស់វាវិញវានឹង activate key មកវិញអញ្ចឹងរបស់ខ្ញុំគឺ dmake tool នេះអញ្ចឹងខ្ញុំដាក់ dmake tool ហ្នឹងទៅណាដាក់ចូល password ហ្នឹងទៅនេះហើយយើងចុច OK ទៅណាហ្នឹងហើយអញ្ចឹងនៅពេលដែលវាយដំបងវាអាចនឹងគាំងបន្តិចព្រោះអាផ្ទាំងដំបងហ្នឹងវាឆាប់គាំងតែយើងមើលទៅឃើញវាគាំងតែដល់ពេលដែលយើងវាយចូលហើយយើងចុច OK ទៅព្រោះអាហ្នឹងគឺសំខាន់វា save នៅក្នុង server ទុកណាហ្នឹងហើយអញ្ចឹងនៅពេលដែលយើងបើកមកភ្លាមវានឹងទាមទារឲ្យយើងឆាតមក admin នេះចាំមើលយើងចាំវា implement ទៅនេះมันមាន license ទេសូមតាក់ទងទៅ admin អញ្ចឹងបងប្អូនអ្នកគ្នាចុច OK មកនេះបងប្អូនអ្នកគ្នានឹងឃើញ tool បើកចេញមកហើយប៉ុន្តែប្រើប្រាស់អត់បានទេចុចអីក៏អត់ចេញដែរណាហ្នឹងហើយអញ្ចឹងអាកន្លែង version នេះយើងចុចចេញអាក្រុមនេះគឺយើងចុចចេញដែរតែលើនេះគឺចុចអត់បានទេកន្លែង function ណាហ្នឹងហើយអញ្ចឹងបងប្អូនអ្នកគ្នាបើកត license នេះមកនេះបើក license ហ្នឹងមកហើយ copy license ហ្នឹងមកតម្លាក់មកឲ្យខ្ញុំណាតម្លាក់មកឲ្យខ្ញុំមកអូខេអញ្ចឹងនៅពេលដែលតម្លាក់មកឲ្យខ្ញុំអញ្ចឹងទៅខ្ញុំយកអាហ្នឹងទៅ activate នៅក្នុង server របស់ខ្ញុំនឹងដាក់ឈ្មោះនឹងដាក់ថ្ងៃខែតាមដែលបងប្អូនអ្នកគ្នាទិញឬក៏បងប្អូនអ្នកគ្នាដាក់ live time ខ្ញុំដាក់ឲ្យ live time អញ្ចឹងណាអញ្ចឹងខ្ញុំសូម activate server បន្តិចកន្លែងហ្នឹងខ្ញុំសូមបិទវីដេអូបន្តិចណាអូខេអញ្ចឹងបន្ទាប់ពីខ្ញុំ activate tool ហើយគឺយើងអាចបើក tool ប្រើប្រាស់បានហើយអញ្ចឹងបងប្អូនអ្នកគ្នាក៏អញ្ចឹងដែរបើសិនជាតម្លាក់ key ហើយខ្ញុំ activate ហើយបងប្អូនអ្នកគ្នាអាចបើកប្រើប្រាស់បានដូចជារបស់ខ្ញុំអញ្ចឹងគឺខ្ញុំ activate live time អញ្ចឹងវានឹង load មក live time អញ្ចឹងណាហ្នឹងនេះវា load នៅនេះហ្នឹងហើយអញ្ចឹងតោះមកជំហានដំបូងគឺខ្ញុំសូមបញ្យល់ពី function មួយសិនឥឡូវតោះរបៀបនៃការ download នៅលើ TikTok អញ្ចឹងតាក់ទងជាមួយ TikTok គឺដូចអាចាស់អញ្ចឹងបងប្អូនអ្នកគ្នាគ្រាន់តែចូលមក TikTok ណាមួយឧទាហរណ៍អញ្ចឹងណាយក TikTok ណាមួយឧទាហរណ៍អញ្ចឹងយើងគ្រាន់តែយក link profile TikTok ហ្នឹងមកនេះអត់ពិបាកទេយក link TikTok ហ្នឹងមក link profile មកហើយបន្តទៀតបងប្អូនអ្នកគ្នាចុចយកពាក្យថាកំណត់ដំណរភ្ជាប់ណាអូខេហើយคลิกទៅលើ TikTok នេះទៅហើយចុចបញ្ចូលបន្តមកទៀតចុច start អញ្ចឹងនៅក្នុង profile TikTok ហ្នឹងមានប្រហែលវីដេអូវានឹងយក link មកទាំងអស់នេះហ្នឹងហើយអញ្ចឹងយើងចុចចម្លង link ហ្នឹងមកអូខេតមកទៀតយើងคลิกទៅលើ TikTok ទៅនេះคลิกទៅលើ TikTok ទៅហើយយើងចុចបញ្ចូល link ណាអ
chẳng việc phép này chấm nón tin cho cứ miền đọc video nè hỏi giờ còn nọt tí tăng ok chẳng nhưng còn nọt tí tăng tha đã tha tiktok ok tiktok chẳng tới saoต่อมาទៀតបងប្អូនអ្នកគ្នាចង់យកចំណងជើងទាំងស្រុងឬក៏ចំណងជើងបូកឯកសារចឹងចំណងជើងបូកឯកសារហ្នឹងគឺសំខាន់ថងម៉េចចាំមើលខ្ញុំចុច start ទាញយកហ្មងអូខេចឹងបងប្អូនអ្នកគ្នាចាំមើលកន្លែង TikTok នេះហ្នឹងហើយចឹងវាមកហើយណាហើយបងប្អូនអ្នកគ្នាអាចមើលភាគរយនៅនេះបាននេះវាពងទាញយកប៉ុន្មានភាគរយនៅនេះអូខេចឹងអាផ្ទាំងខ្មៅហ្នឹងយើងដកវាចោលក៏បានដែរដកវាទុកចោលទៅចឹងបងប្អូនអ្នកគ្នាឃើញនេះឃើញថាចំណងជើងរបស់វាគឺវាពេញនៅក្នុងនេះហ្មងនេះហ្នឹងណាចឹងលក្ខណៈថាអញ្ចឹងបើសិនជានៅក្នុង account នេះផុសអីគេនេះដាក់ចំណងជើងថាម៉េចគឺវាមកទាំងអស់ហ្មងណាហ្នឹងហើយវា save ទុកនៅក្នុង file TXT នេះហើយទាំង file TXT ហ្នឹងទាំងវីដេអូហ្នឹងគឺចំណងជើងវាគឺដូចគ្នាតែម្ដងអញ្ចឹងណានេះចំណងជើងវាក៏ដូចគ្នាបងប្អូនអ្នកគ្នាអាចមើលបានខ្ញុំសុំ zoom នេះឃើញអត់ហ្នឹងហើយគឺដូចគ្នាតែម្ដងចឹងវាស្រួលសម្រាប់ tool មួយចំនួនគឺគេ support នៅក្នុងការយកវីដេអូផងយក text ចេញពីក្នុង TXT ហ្នឹងផងអញ្ចឹងណាហ្នឹងហើយអញ្ចឹងគឺជាចំណុចមួយដែលល្អនៅក្នុងការ update ថ្មីនេះនៅ version 1.7.3 បន្តមកទៀតតាក់ទងជាមួយនឹង YouTube បងប្អូនអ្នកគ្នាអាច download បានទាំង long ទាំង short ឥឡូវខ្ញុំឧទាហរណ៍ផ្ទាល់តែម្ដងខ្ញុំសូមយក YouTube ណាដែលអត់សូវមានវីដេអូឥឡូវខ្ញុំដាក់ cut ចឹងតោះ cut អានេះ YouTube នេះវីដេអូវាច្រើនណាស់ចូលដល់485វីដេអូហើយ short របស់វាក៏ច្រើនដែរអញ្ចឹងតាក់ទងជាមួយការយកវីដេអូ long បងប្អូនអ្នកគ្នាគ្រាន់តែចូលមក profile របស់គេមកនេះ profile YouTube នៅពេលដែលយើងចូលមកភ្លាមគឺយើងឃើញ home ចេះតែយើងចង់យកវីដេអូ long បងប្អូនអ្នកគ្នាចូលមកពាក្យថាវីដេអូនេះណានេះធម្មតាឃើញនៅលើនេះវាមានពាក្យថាវីដេអូហើយបងប្អូនអ្នកគ្នាហ្នឹងហើយយក link ហ្នឹងមកហ្មងណាហ្នឹងហើយ copy វាមកតមកទៀតបងប្អូនអ្នកគ្នាចូលមកកន្លែងដំណភ្ជាប់ដូចមិញអញ្ចឹងណាអូខេអញ្ចឹងយើងចូលមកលើពាក្យថា YouTube ហើយបញ្ចូលអា link YouTube មិញចូលមកហើយចុច start មកអូខេហ្នឹងហើយអូខេឥឡូវវាមកហើយនេះ34វីដេអូជាមួយនឹងវីដេអូនៅក្នុង profile ហ្នឹងអញ្ចឹងនៅលើនេះវាតាក់ថា485វីដេអូប៉ុន្តែមិនដឹងថាវាបូកទាំងវីដេអូ long និង short ចូលគ្នាមកទៅព្រោះអីនេះបងប្អូនអ្នកគ្នាអូសមកឃើញណាឃើញអត់មានតែ35ទេវីដេអូ long របស់វាណាហ្នឹងហើយអញ្ចឹងវាមកវីដេអូ long របស់វាអញ្ចឹងយើងចុចចម្លង link មកតមកទៀតយើងធ្វើការ download ទៅឥឡូវខ្ញុំចូលមកកាន់ YouTube តមកទៀតយើងបញ្ចូល link ឥឡូវ link ហ្នឹងខ្ញុំចង់បញ្ចូលតែ4 link អីទៅបានហើយកុំឲ្យច្រើនពេកនៅក្នុងការ demo ណាហ្នឹងហើយអញ្ចឹងយើងយក5 link ទាំងអស់5 link អញ្ចឹងយើងកំណត់ទីតាំង download ថ្មីខ្ញុំដាក់ថា YT long ណា YT long អូខេអញ្ចឹងវាមកទាំង caption អីដូចគ្នាណាហ្នឹងហើយអញ្ចឹងតោះយើង start មកអញ្ចឹងបងប្អូនអ្នកគ្នាមកមើលបានហើយយើងអាចមើលនៅកន្លែងនេះវាពងទាញយកណាហ្នឹងហើយពេលខ្លះ slow ដោយសារ internet របស់យើងដែរសម្រាប់ tool គឺលឿន tool ខ្ញុំទៅសេ API ថ្មីនេះគឺលឿនមែនតើហ្នឹងហើយអញ្ចឹងបងប្អូនអ្នកគ្នាប្រើប្រាស់ដោយទំនុកចិត្តនៅក្នុង all in one download version 1.7.3 នេះគឺអែមមែនតើអញ្ចឹងបងប្អូនអ្នកគ្នាឃើញណានេះវាពងទាញយកមកហើយចំណងជើងវានៅក្នុងនេះពេញនេះឃើញអត់មកពេញតែម្ដងអត់មានកាត់ទេនេះពេញអញ្ចឹងយើងស្រួលនៅក្នុងការ upload វីដេអូហើយTXT file នេះគឺវាឈ្មោះដូចគ្នាជាមួយនឹងអានេះទៀតនេះជាមួយនឹងវីដេអូរបស់វាទៀតឃើញអត់បងប្អូនអ្នកគ្នាអញ្ចឹងគឺអែមមែនតើណា conversion នេះខ្ញុំនិយាយថាអែមគឺអែមហើយអូខេខ្ញុំគិតថា demo ប៉ុណ្ណឹងហើយសម្រាប់ long វីដេអូខ្ញុំយូរពេកខ្ញុំចុច stop ណាចុច stop ហើយខ្ញុំធ្វើការ download short ម្ដងតាក់ទងជាមួយ short វីដេអូបងប្អូនអ្នកគ្នាចូលមក profile គេដូចមិនអញ្ចឹង home ដូចមិនអញ្ចឹងណាយើងចុចមកលើពាក្យថា short នេះយក link ឲ្យមានកតុយពាក្យថា short នៅពីក្រោយអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងចូលមកយើង copy វាមកហើយបន្ទាប់មកបងប្អូនអ្នកគ្នាចូលមកកន្លែងដំណភ្ជាប់ដូចមិនអញ្ចឹងណាចូលមកដំណភ្ជាប់នេះអូខេអញ្ចឹងចុចលើ YouTube ដូចមិនអញ្ចឹងបញ្ចូល link នឹងឡើងវិញតមកចុចចាប់ផ្ដើមអញ្ចឹង
vì năng từ giờ link short năng mở tầng chẳng vì đẹp này miền 421 video chẳng tràn page chẳng nhầm cho ta 453 này còn ai tràn page nó không can demo chẳng dương cho chùm lón miền này thả ban tầng tại bởi dương cho copy đập phần ní dương ban đập phần năng này nè copy tới ok chẳng copy đập phần năng thì ok và tao mà tiết nhưng cho tới kênh YouTube nhưng cầm nọt tí tăng thâm ấy nhưng đã tha vay thì short chẳng hạn chế sray một bộ này chat mà ping pưng nhỏ bàn mơ thì ok chẳng nhâm xong do chân nón chương tảng xong được rồi chân nón chương bọc ai cái sáng nắng tam bóng bộ nọc ni trong thế này nắng ngày trong giờ chân nón chương tảng xong được rồi nhọn chương là bộ ai cái xa chứ chân nón chương bộ ai cái xa vì màu tảng thì ni mùi tiệt tại bởi chân nón chương tảng xong mình này thả ọt thì bóng bộ nọc ni mình tại chân nón chương này lời video chạy thì ok chẳng do lõ dương cho chân nón chương bộ ai cái xa tới nè nắng ngày lấy nhâm ta lại link chốt hay nhâm thưa cả download ok chẳng short video vì màu này nè chấm mở bông phổi nọc ní phía short cứ bị đòn lột lứa này là gì hay chẳng là trong này miền AK class này là trong năng miền ở file bảo vệ cứ pin mỏng hạn miền cắt này màu thằng mỏng chẳng ở nơi lời YouTube bị đã bắn á màu phần nặng ok chẳng thằng off vào mỗi video là bạn bày ok ở lại bên nhấy của mỗi video tỏ và to mà tiệt mà can function thay mới cứ Instagram download chẳng được nông function Instagram download là việc này ca pra nhưng xong lục qua này cho mình xem á mọi nhảy ok chẳng là việc này ca pra mẹp ở Instagram download nó cứ dân trời ca này điều mất tool cookie version 1.3.4cứ dân trời ca cookie mới nặng chẳng mẹp cookie mới nặng một bộ nặc nhé nghi sủi mình tên dương còn tại châu mà can Instagram bao dương máu nè Instagram bao dương máu Instagram account bao dương á nè account bao dương login mùi máu và tọt mà tiết bông bộ nặc nhé cho mà lời cái kia tre bay nè cho mình tre bay nằng máu bông bộ nặc nhé khơi bị thay extension hay bông bộ nặc nhé cho mình lời bị thay manage extension hay phải tọt mà tiết bông bộ nặc nhé ba cái lời bị thay developer mode nè chụp bạc vì thế này này lấy dân chụp bạc vì á từ 4 việc bật trẻ lấy dân chụp bạc vì chẳng máu ok tạo mà tiết bằng bộ nặc ni tiền cho đầu bằng bộ nặc ni tôi má nè tiền vào phần nè tiền trẻ nè này tiền chẳng tới ok chẳng dân tiền pha nè nè pha dịp mà nhá nè pha dịp nè ok tiền vì đã trôi má tiền đã trôi không chrome á ok chẳng mong phone nặc ni năng khơi nhẹ bạn lại bình bình nhẹ khơi biệt tha điều mấy tool cookie môi trình phải trình buồn nè ok chẳng mong phone nặc ni cho máu ta lại ở pin vì mà lờ mà nè vì lăng mà lờ cái nhát ok chẳng bắt đầu mà tiết bông phone nặc ni do cookie máu ní cookie bông phone nặc ni chẳng cho copy máu ok chẳng dương cell cookie năng tục nơi nè các bạn này lấy ở nhâm trong cell với tục này nè cookie bà nhom chẳng á dương trong cell với tục bạch vào bạn do ngày sai tiết được có màu tiết dương do tiết bạch và các bạn được có vừa mà đón giờ mà đón các bạn này ok chắc là lợi ta nhưng cho mày Instagram nhẹ dương ta lẹ khúc khí châu không này sân nè lẹ khúc khí châu không này sân nhẹ không nè nè ok và tập mà tiết cái này ní bông phone nó nè ai cầm nọt ti tăng ba này trong bên này tha ao ta download Instagram cứ viết tục này chọp cho mỗi tool chẳng tool này nè dương từ giờ này nặng từ video nè này ở lỡ ho nhom đó trong download trên pi TikTok trên pi Instagram môi nè đôi Instagram môi đi chẳng được nó nắng miên tàng rút thót miên tàng video chẳng nhưng mà real video nè real video miền mán môi pi bay buồn pram vào môi pam bay buồn đọc được môi miên tràn ok ở lỡ nhâm xong thứ ca download mà profile năng mong tầng cứ vi chất sụp môi phò nè chất sụp môi phò nè chẳng là việc này ca download bông phổ nặc ni do từ link profile máu nè link profile á ok chẳng copy máu và tạo mà tiết bông phổ nặc ni cho bị tha bình trồi chẳng link năng viên năng load cho từ không đi được luôn này nè đi tăng nè nè ok và tạo mà tiết bông phổ nặc ni cho start ok chẳng viên năng rap tha nè miền mà nè chấm nón chất sụp môi phò nè việc bẹp dướng á nè ok hai việc thưa ca tiền giọt mà thì bông phổ nặc ni khơi nhé
មួយទៀតខ្ញុំភ្លេចប្រាប់បងប្អូនអ្នកគ្នាអញ្ចឹងអាកន្លែងពាក្យថារក្សាចំណងជើងទុកនេះគឺវាគ្រីសឲ្យយើងហើយតែបងប្អូនអ្នកគ្នាអត់ចង់បានចំណងជើងទេបងប្អូនអ្នកគ្នាមិនបាច់គ្រីសទៅលើអាហ្នឹងទេយើងចុចថាមិនយកចំណងជើងទេណាហ្នឹងហើយអញ្ចឹងតាក់ទងមួយចំណងជើងហ្នឹងគឺវាមកជាមួយ file text ដូច TXT មុនហ្នឹងអញ្ចឹងគឺវាមកជាមួយគ្នាដូចអា TikTok និង YouTube មិនអញ្ចឹងណាបងប្អូនអ្នកគ្នាហ្នឹងហើយខ្ញុំភ្លេចប្រាប់ function ច្រើនពេកភ្លេចចឹងវីដេអូនេះរៀងយូរតិចសង្ឃឹមថាបងប្អូនអ្នកគ្នាមើលតាំងពីដើមដល់ចប់មិន skip ទេណាហ្នឹងហើយរៀងយូរកុំមកកែប្រកាន់នៅក្នុងការ demo នេះព្រោះមានបងប្អូនយើងខ្លះគាត់អត់ចេះចឹងទៅខ្ញុំសូមបញ្យល់មួយពីដើមដល់ចប់ហ្មងចឹងយើងឃើញណាវាមកហើយនេះទាំងអស់ហ្មងទាំងវីដេអូទាំងអីទាំងអស់ហើយបងប្អូនអ្នកគ្នាកុំតន់ឆ្ងល់ថាហេតុអីមកអត់តន់មាន caption អត់តន់មានអីចឹងចាំបន្តិចឲ្យ tool វាដើរសិនឲ្យ tool វាធ្វើការនេះវាពងធ្វើការឃើញអត់ហ្នឹងហើយវាពងតែយក caption មកដាក់ឲ្យយើងអូខេឥឡូវ caption គឺវាមកហើយបងប្អូនអ្នកគ្នាឃើញនេះអានេះ full caption នៅក្នុង TXT របស់វាឃើញអត់ម្នាក់ហ្នឹងគាត់ផុសតែរូបហ្នឹងមួយនេះគាត់ដាក់តែរូបទូរស័ព្ទហ្នឹងមិនវាមកទៅទូរស័ព្ទហើយអានេះអាវីដេអូនេះគាត់ដាក់នេះគាត់ដាក់ផ្កាយនេះអញ្ចឹងវារកផ្កាយហ្នឹងអត់ឃើញវាដាក់នេះវាដាក់ផ្កាយដែរតែទូចមើលឃើញផ្កាយទូចមែនតើហ្នឹងហើយអានេះខ្ញុំមើលសិនហេតុអីបានជាវាអត់មាន caption ចឹងអាផុសមួយនេះអត់ដឹងថាមានបញ្ហាអីបានវាអត់មកមួយ caption តែតកតងមួយការ config របស់ខ្ញុំគឺខ្ញុំព្យាយាមអស់ហើយគឺខ្ញុំដាក់មកទាំងអស់ចឹងទៅដូចបងប្អូនអ្នកគ្នាឃើញចឹងបើ caption អីគេវាមក caption ហ្នឹងអីចឹងអាផុសនេះវាអាចនឹងមកពីគាត់អត់ដាក់ caption ឬក៏មិនអត់ដឹងឯនេះវាអត់មកណាវាអត់មកនេះមកផុសនេះមានរូបភាពប្រហែលស្លឹកនិងវីដេអូប្រហែលស្លឹកហ្នឹងហើយមានអាខ្លះវាអត់មកដោយសារតែប្រហែលជាគាត់អត់ដាក់ caption ចឹង tool វាដឹងមានអីដាក់ទេវាដាក់ថ្ងៃខែឲ្យទៅណាហ្នឹងហើយបើសម្រាប់ផ្សេងទៀតបងប្អូនអ្នកគ្នាឃើញនេះរូបភាពនេះវាមាន caption បបែកហ្នឹងវាមកជាមួយគ្នាវាហ្មងនេះឃើញអត់ហ្នឹងហើយចឹងនេះទាំង real វីដេអូទាំងអីគឺមកទាំងអស់ឥឡូវខ្ញុំសូមបែងចែកវីដេអូផ្សេងនេះផ្សេងឲ្យចឹងវាវីដេអូវានៅមួយដុំនេះវីដេអូនេះវានៅមួយដុំវីដេអូវានេះចឹង real វីដេអូគាត់មានប៉ុណ្ណឹងនេះមាន25ណាមាន25វីដេអូហើយអានេះគឺជា caption អូខេចឹងមកទាំងរូបភាពមកទាំង caption ហើយបើបងប្អូនអ្នកគ្នាចង់បានតែរូបភាពទេយើងយកតែរូបភាពបងប្អូនអ្នកគ្នាចង់បានតែវីដេអូទាញយកតែវីដេអូទៅណាហ្នឹងហើយសម្រាប់ Instagram គឺមានប៉ុណ្ណឹងគ្រាន់តែដាក់ cookie ចូលគឺចប់អត់មាន login អត់មានអីដូចមុនទេចឹង version ថ្មីនេះគឺវាប្លែកចឹងបាទខ្ញុំត្រូវការ demo ឡើងវិញទាំងអស់តែម្ដងអូខេបន្តមកទៀតតាក់ទងជាមួយនឹង function របស់ Facebook ចឹងអានេះគឺជា Facebook វីដេអូបងប្អូនអ្នកគ្នាតាក់ទងនឹងវីដេអូចឹងសម្រាប់វីដេអូនៅក្នុង Facebook គឺបងប្អូនអ្នកគ្នាអាចយកមកបានដូចគ្នាឥឡូវខ្ញុំសុំ demo ទៅលើ Facebook តែ Facebook វារៀងពិបាកជាងគេដោយសារអី platform មួយនេះគឺ update រហូតតែម្ដងអញ្ចឹងខ្ញុំមើលសិនឥឡូវ page នេះមកណា page នេះមានវីដេអូអត់យើងមក page បរទេសមកណានេះ page នេះមកណាហ្នឹងហើយអញ្ចឹងបងប្អូនអ្នកគ្នានៅក្នុងវីដេអូនៅលើ Facebook គឺបងប្អូនអ្នកគ្នាប្រើ grabber link ណាប្រហែលថ្ងៃទៀតខ្ញុំចេញ extension មួយទៀតរបស់ DMake 2ហ្មងគឺ track យកតែ link YouTube link វីដេអូពី Facebook ហ្មងអញ្ចឹងដូចអានេះ get link របស់រូបភាពរបស់ Facebook ណាតែតិចទៀតខ្ញុំចេញវីដេអូម្ដងវីដេអូរបស់ Facebook ម្ដងអញ្ចឹងឥឡូវនេះយើងប្រើ grabber សិនណានេះ grabber link នេះអញ្ចឹងយើងចុច grabber link ហ្នឹងទៅណាយើងអូសໄວហ្នឹងទៅហើយយើង grab យកតែ link វីដេអូមកនេះអ
chẳng việc link video bằng phụ nọc ni cho mà lừa ní vay biệt thá video à nè vay biệt thá video chẳng tới vì chênh màu cái nhát nè ngày chẳng dương copy vào tại video năng màu chẳng là lấy nhâm xong copy tao vay ní hết nè này chẳng dương copy vay năng màu rồi coi chân copy tặng ở này màu các bạn này bắt đầu mà thiết bằng phụ nọc ni cho bình cho link tới hay bắt đầu má dương còn nạp tì tăng thứ mấy dương đã biệt thá video Facebook SB video ok chẳng dương cho sale màต่อมาទៀតយើងចុច start ហ្នឹងហើយអញ្ចឹងបងប្អូនទាំងគ្នាក្នុងការទាញយកវីដេអូចេញពី Facebook YouTube TikTok ហើយហ្នឹងអត់ពិបាកទេគឺវាមកដូចគ្នាណាហ្នឹងហើយនេះមកហើយឃើញអត់នេះមក title តែម្ដងណាអញ្ចឹងបងប្អូនទាំងគ្នាឃើញណាមកទាំង caption មកទាំងអីមក set របស់វាហ្មងចឹងវីដេអូនេះវែងដែរចឹងចំណាយពេល download យូរចឹងខ្ញុំសុំ demo តែ2 3ទៅបានហើយដើម្បីតទៅកាន់ function ផ្សេងទៀតងាយស្រួលនៅក្នុងការប្រើប្រាស់សម្រាប់បងប្អូនអ្នកគ្នាស្វែងយល់ណាហ្នឹងហើយអូខេចឹងប៉ុណ្ណឹងខ្ញុំចុច stop ហ្មងណាចឹងវាមកឲ្យបងប្អូនអ្នកគ្នាអាចឃើញបានតោះកុំឲ្យខាតពេលយើងចូលមកកាន់ function ផ្សេងបន្តទៀតចឹងឥឡូវខ្ញុំចូលមកកាន់ function អានេះអស់ហើយចូលមកកាន់ខាង picture ម្ដងតាក់ទងជាមួយរូបភាពចឹងខ្ញុំសូមបញ្យល់ដំបូងគេគឺរូបភាពចេញពី Facebook V2 នេះអា V2 ហ្នឹងគឺស្រួលជាងអា V1 V1 បងប្អូនអ្នកគ្នាត្រូវ scroll ដល់ខ្លួនឯងគាត់ថាពីរហ្នឹងប្រើមួយណាស្រួលប្រើមួយហ្នឹងតោះឥឡូវខ្ញុំបញ្យល់ពី V2 មុនគឺ V2 គឺស្រួលមែនតើណាហ្នឹងហើយចឹងបងប្អូនអ្នកគ្នាចូលមកកាន់ page ណាមួយដូច page មួយនេះចឹងចឹងនៅក្នុង page ហ្នឹងមានប្រហែលរូបភាពគឺវានឹងយកទាំងអស់ឥឡូវឧទាហរណ៍មានប៉ុណ្ណឹងតិចពេកតោះខ្ញុំទៅយករូបភាពពី page ផ្សេងវិញតិចពេកខ្ញុំយកចេញពី page ផ្សេងឥឡូវឧទាហរណ៍ដូច page នេះចាស់ណាហ្នឹងហើយចឹងយើងខំថារូបភាពនៅក្នុងនេះច្រើនអូខេចឹងវានឹងយកមកទាំងអស់ហ្មងចឹងបងប្អូនអ្នកគ្នាអត់ពិបាកទេគ្រាន់តែចូលមកកន្លែង profile ហ្នឹងមកមិនបាច់ចុចអីទាំងអស់ចូលមក profile ហ្នឹងដំបូងគេគឺវានៅក្នុង post នេះចឹងយើងចើនេះយកតែ link profile ហ្នឹងមកអូខេអញ្ចឹងបន្តមកទៀតយើងចុចមកលើ V2 នេះ V2 ចុចមកហើយចុចបញ្ចូលអូខេបន្តមកទៀតបងប្អូនកំណត់ទីតាំងឥឡូវខ្ញុំកំណត់ទីតាំងដាក់នៅនេះខ្ញុំដាក់ពាក្យថា img sb v2 អូខេ image Facebook v2 អញ្ចឹងបន្តមកទៀតខ្ញុំចុចចាប់ផ្ដើមណាយើងមើលបាននេះមើលនៅនេះអូខេហ្នឹងហើយខ្ញុំកំណត់នៅលើនេះហ្មងចឹងវា download មកហើយចឹងបងប្អូនអ្នកគ្នាអាចមើលបានណានេះរូបភាពមកមានប៉ុន្មានរូបគឺវាមកទាំងអស់ហើយច្បាស់ទៀតគុណភាពគឺចង់ថាច្បាស់បំផុតទាញយកមកគឺច្បាស់បំផុតហ្មងចឹងបងប្អូនអ្នកគ្នាឃើញវាពងទាញមកឃើញអត់ហ្នឹងហើយចឹងយើងរងចាំរហូតដល់វា complete ទៅឥឡូវខ្ញុំសូមបើកឲ្យមើលចឹងបងប្អូនអ្នកគ្នាឃើញណាវាទាញមកទាំងអស់តោះឥឡូវខ្ញុំមក demo function ថ្មីបន្តទៀតកុំតន់តែនិយាយ function តែមួយកុំឲ្យខាត់ពេកអូខេចឹង version V2 គឺ download ស្រួលគឺដាក់តែ link មួយគឺមកតែអា V1 គឺអញ្ចេះបងប្អូនអ្នកគ្នាត្រូវការ extension មួយ extension ចាស់ extension នេះមកងារទាញយកដំណើរភ្ជាប់រូបភាពពី Facebook នេះអាហ្នឹងគឺខ្ញុំតម្លាក់ឲ្យដូចគ្នាអញ្ចឹងបងប្អូនអ្នកគ្នាអត់ពិបាកទេគឺគ្រាន់តែតម្លាក់ extension ហ្នឹងទាញ extension ហ្នឹងចូលដូចគ្នាដូចអានេះដែរណានេះដូចអានេះដែរបន្តមកទៀតបងប្អូនអ្នកគ្នាចុចទៅលើ extension ហ្នឹងទៅហើយតទៅទៀតបងប្អូនអ្នកគ្នាចុចពាក្យថា get link ណា get ហើយបងប្អូនអ្នកគ្នាអូសមកនេះរូបភាពវាឡើងទៅតាមហ្នឹងឃើញអត់ហ្នឹងហើយវាមានប៉ុន្មាន95រូបភាពហ្នឹងហើយវាពង get link មកទៀតដូចជា error extension ហ្នឹងដូចជាអត់ឡើងទៀតសោះនេះអត់ឡើងរូបភាពទៀតសោះឈប់ខ្ញុំ restart មួយអូសមកម្ដងទៀតអូខេ95រូបភាព
តាមពិតទៅរូបភាពច្រើនណាផាជា error extension ហ្នឹងហើយចាំខ្ញុំ fix វាសិនណាតែឥឡូវ demo សិនចុះព្រោះអី extension របស់ខ្ញុំហ្នឹងគឺវាមកទាំងអស់ទាំងរូបភាពមានប៉ុន្មានគឺមកទាំងអស់អញ្ចឹងបន្តមកទៀតឧទាហរណ៍ថាយើងអូសទៅដល់ក្រោមហើយវាមាន1000រូបភាព2000រូបភាពបងប្អូនអ្នកគ្នាចុច save ណាចុច save ហើយបងប្អូនអ្នកគ្នាបើកមួយនេះបើកមកជីបើកអាហ្នឹងមកនេះវាបាន link ទាំងអស់ហ្នឹងណាហ្នឹងហើយយើង copy ទាំងអស់ហ្នឹងមក Ctrl A ហើយ Ctrl C មក copy មកនេះ Ctrl C copy មកបន្តមកទៀតយើងចូលមកក្នុង tool របស់យើងណាចូលមកក្នុង tool របស់យើងជប់ចូលមកកន្លែង picture យើងចូលមក Facebook V1 ហើយចុចបញ្ចូល link អូខេទាំងអស់វាមាន95តមកទៀតបងប្អូនកំណត់ទីតាំងឥឡូវយើងកំណត់ទីតាំងថា SB V1 ចុះណា V1 អូខេចុច save folder បន្តមកទៀតបងប្អូនអ្នកគ្នាចុចចាប់ដើមអូខេអញ្ចឹងវានឹងទាញយកមកហើយអញ្ចឹងអានេះគឺបងប្អូនអ្នកគ្នាអត់អាចបើកVPN បានទេនៅក្នុងការទាញយករូបភាពពី Facebook V1 នេះណាគឺបានតែជាមួយនឹង Wi-Fi ដើមតែម្ដង Wi-Fi IP នៅខ្មែរឬក៏ IP នៅណាក៏ដោយឲ្យតែ IP ដើមបងប្អូនអ្នកគ្នាវា download បានទេអញ្ចឹងយើងមកមើលទាំងអស់គ្នានេះមកឃើញអត់ហើយអាហ្នឹងគឺច្បាស់ដូចគ្នាច្បាស់ហើយលឿនទៀតណានេះអូខេចឹងអត់ពិបាកទេសម្រាប់បងប្អូនអ្នកគ្នាដែលចង់ទាញយកនេះណាវាទាញយកលឿនមែនតើចឹងឥឡូវខ្ញុំទុកវាដល់95ហ្នឹងទៅតោះបន្តមកទៀតតាក់ទងជាមួយ function 2នេះគឺ Google និង Pinterest គឺស្រួលមែនតើចឹងឥឡូវខ្ញុំសូមបិទចុចបញ្ឈប់សិនទៅកុំឲ្យវា download ទៀតប៉ុណ្្នឹងហើយតោះខ្ញុំមកនិយាយពី function បន្តទៀតគឺ Pinterest ចូលមក Pinterest មកចឹង Pinterest ឧទាហរណ៍ថាបងប្អូនអ្នកគ្នាចង់ download ទៅលើអីគេទៅលើរូបភាពឥឡូវខ្ញុំសាករូបភាពអីគេដូចជា Tiger អីចាស់ណា Tiger ចឹងបងប្អូនអ្នកគ្នាគាត់ search ពាក្យថា Tiger នេះមកនេះ Tiger ណាឧទាហរណ៍ណាចឹងបងប្អូនអ្នកគ្នាអត់បាច់ចាំទៅយក link អីទៀតទេនេះយក link លើនេះមកអូខេចឹងយើងចូលមកកាន់ Pinterest តមកទៀតយើងចុចបញ្ចូល link ហើយយើងកំណត់ទីតាំងខ្ញុំដាក់ថា pinណាចឹងចុច select folder ហើយចុច start មកចឹងវានឹងធ្វើការទាញយកជាមួយនឹងរូបភាពដែលតាក់ទងជាមួយថៃនារីថៃដែលយើង search មិញហ្នឹងមកហ្មងណាហើយយើងមកមើលទាំងអស់គ្នាចាំមើលណានេះមកឲ្យឃើញអត់អូខេគឺបានច្រើនណាស់រាប់ពាន់រាប់ម៉ឺនរូបភាពតាំងដែលបងប្អូនអ្នកគ្នាចង់បានអញ្ចឹងវានឹងមកនេះទាំងអស់ហ្នឹងហើយមួយវិញទៀតតាក់ទងមួយ Pinterest គឺស្រួលជាងគេឥឡូវខ្ញុំសុំបិទសិនណាវាមកច្រើនមកគៀងឡើយឥឡូវខ្ញុំឧទាហរណ៍យើងចង់បានមក profile ហ្មងចង់បានមក profile ម្នាក់នេះឥឡូវយើងចូលមើលម្នាក់ហ្នឹងហើយជប់នេះមក profile ហ្មងឧទាហរណ៍មក profile ហ្នឹងហ្មងគាត់មានប៉ុន្មាននេះគាត់មានប៉ុន្មានមកទាំងអស់ហើយឧទាហរណ៍គាត់ដាក់នៅក្នុង create នេះអញ្ចឹងមានប៉ុន្មានយើងយក link ហ្នឹងមកយក link ហ្នឹងមកហ្មងមកមានប៉ុន្មានវាយកទាំងអស់មកហ្មងឥឡូវសាកមកយើងចូលមក Pinterest នេះហើយយើងបញ្ចុចបញ្ចូល link ហ្នឹងមកយើងកំណត់ទីតាំងដាក់ថា profile ណា pin profile ថាដាក់ pin pro អញ្ចឹងទៅ select តមកទៀតចុច start មកហ្នឹងហើយអញ្ចឹងបងប្អូនអ្នកគ្នាអាចមើលបាននេះ profile របស់គាត់គឺមានរូបភាពទាំងអស់ហ្នឹងអញ្ចឹងវានឹង download មកទាំងអស់ហ្នឹងហ្មងណាហ្នឹងហើយចាំមើល pin profile នេះអញ្ចឹងរងចាំបន្តិចវាពងដើរទាញយកអូខេអញ្ចឹងមកឲ្យនេះឃើញទេមកអូខេចឹងទាំងវីដេអូទាំងអីក៏មកដែរណាមក set ហ្មងមានមែនគឺមកទាំងអស់ចឹងតាក់ទងមួយ function Pinterest គឺស្រួលជាងគេបងអត់ពិបាកទេក្នុងការទាញយកវីដេអូណាអូខេចឹងខ្ញុំសូមចុចបញ្ឈប់ប៉ុណ្ណឹងសង្ឃឹមថាបងប្អូនអ្នកគ្នានឹងយល់ហើយពី function Pinterest ចង់ download អីដាក់តា link ចូលមកឥឡូវមកកាន់ function ថ្មីគឺ function Google ណាតាក់ទងមួយ Google ខ្ញុំសូម clear នេះចោលសិនអូខេអញ្ចឹង function Google គឺអញ្ចេះដាក់ notepad មួយមក
ចឹងឧទាហរណ៍ថាបងប្អូនអ្នកគ្នាចង់ download ពាក្យថា cat 10ចង់បាន cat 10 dog 10 Blackpink ចឹងណា Blackpink 10 20អីចឹងទៅឬក៏រស់ Blackpink អីចឹងណាហ្នឹងហើយយ៉ាងរស់ Blackpink នេះ copy នេះមកហ្នឹងហើយចឹងមកមុខបានចង់បានប៉ុន្មានចង់បានអីថែមទៀតបងប្អូនអ្នកគ្នាគាត់ប្រើពាក្យក្បៀសនេះគឺអូខេហ្មងចឹងមកទៀតដាក់ថា cat មក cat ចឹងខ្ញុំដាក់មកមុខ10ជាមួយឲ្យវាទៅយកមកមើលវាយកបានអត់ start បាន 50% ហើយចឹងBlackpink រស់ Blackpink នេះគឺបាន10ហើយនេះគឺមកហើយចឹងបន្តមកទៀតវាទៅយក cat ឲ្យបាន10ទៀតនេះ 65% ហើយ80 95 100% អូខេនេះគឺវាគ្រប់ហើយគឺមកទាំងពីរតែម្ដងណាអូខេចឹងគ្រប់ function ទាំងអស់គឺខ្ញុំបានតេស្តជូនបងប្អូនអ្នកគ្នាហើយនឹងខ្ញុំបាន demo ជូនអស់ហើយសង្ឃឹមថាបងប្អូនអ្នកគ្នាមើលវីដេអូនេះហើយនឹងយល់របៀបនៃការប្រើប្រាស់គ្រប់ tool គ្រប់ function ទាំងអស់ចឹងអរគុណច្រើន